បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមានមុខម្ហូបថ្មីទៀតដែរនាំមកជូនបងប្អូនទាំងអស់គ្នាគឺស្ងោរជ្រក់ពងទាបាទមុខម្ហូបនេះគឺងាយស្រួលធ្វើទេបងប្អូនមើលតាមនៅក្នុងវីដេអូនេះយើងទៅដំបូងយើងស្ងោរពងទាឆ្អិនជាងដាក់ប្រហែលគ្រាប់ក៏បានដែរតាមចំនួនគ្រួសារក៏ដូចជាចំណង់ចំណូលចិត្តបងប្អូនដែលចង់ហូបតែខ្ញុំធ្វើតែ3ពងទាទេហើយគ្រឿងមានស្លឹកជីវ៉ាន់ស៊ុយក៏ដូចជាគល់ក្រីគល់សក្រីយើងដំបងប្អូនហើយម្ដេងស្លឹកក្រូចនិងខ្ទឹមសបាទតោះទៅតាមដានទស្សនារបស់ខ្ញុំទាំងអស់គ្នាដំបូងយើងដាំទឹកបងប្អូនដាំទឹកឲ្យវាពុះតាមចំណង់ចំណូលចិត្តយើងចង់ដាក់ទឹកច្រើនយើងដាក់ទៅតែខ្ញុំដាក់មកប៉ុណ្្នឹងទេហើយបងក្រូចខ្ទឹមសនិងម្ដេងបងប្អូនហើយគល់ក្រីចូលនៅក្នុងទឹករបស់យើងបាទយើងបងស្ករអំបិលប៊ីចេងតាមរបៀបធ្វើម្ហូបទូទៅហ្នឹងបងប្អូនហើយតាមចំណង់ចំណូលចិត្តយើងចង់បានប្រៃយើងដាក់អំបិលទៅចង់បានផ្អែមដាក់ស្ករទៅចង់បានប្រៃខែដាក់ទឹកត្រីឲ្យច្រើនទៅតែនិយាយលេងទេបងតាមចំណង់ចំណូលចិត្តយើងណានៅពេលទឹកវាកំពុងពុះចឹងឃើញថាចាប់ផ្ដើមឈ្ងុយខ្ទឹមតិចទេបងប្អូនហើយនេះថែមអំបិលឲ្យសារវាសាបណាមួយខ្ញុំអត់ដាក់អំបិលថែមអំបិលបន្តមកទៀតយើងដាក់ឲ្យវាចោលមកសន្ទុះចឹងទៅនេះគ្រឿងដែលខ្ញុំរៀបរាប់មិញហ្នឹងមានទឹកត្រីណាយើងបងបន្តគ្នាហ្នឹងមកហើយពងទាយើង3គ្រាប់ហ្នឹងយើងចង់ដាក់ទាំងមូលក៏បានដែរតែខ្ញុំកាន់វាចឹងទៅអ្នកខ្លះគេចិត្តក្បាច់ទូចអីចឹងណាបងប្អូនតែខ្ជិលញ៉ៃច្រើនកាន់ចឹងយកតែម្ដងហើយជីវ៉ាន់ស៊ុយដាក់ឲ្យរៀងច្រើនក៏បានដែរបងប្អូនណាគេបងប្អូនណាគាត់ចង់ដាក់តិចទៅតែខ្ញុំចូលចិត្តជីវ៉ាន់ស៊ុយនៅក្នុងមុខម្ហូបហ្នឹងព្រោះវាឆ្ងាញ់ហើយនៅក្រោយផ្ទះមានម្ទេសបងប្អូនម្ទេសធម្មជាតិអញ្ចឹងខ្ញុំទៅបេះម្ដាយមកដើម្បីយកមកធ្វើមុខម្ហូបរបស់យើងហ្នឹងហើយម្ហូបនេះអត់ម្ទេសគឺចាប់ហើយបងប្អូនដាក់ម្ទេសហើយក្រូចឆ្មាបងប្អូនក្រូចឆ្មាហ្នឹងចាំច្បាច់ពេលដាក់ចុះក៏បានហើយច្បាច់នៅក្នុងឆ្នាំងហ្នឹងក៏បានឥឡូវយើងចាប់ផ្ដើមបង់គ្រឿងចូលតែម្ដងបងពងទាយើងដាក់ជីវ៉ាន់ស៊ុយចូលទាំងអស់តែម្ដងទៅបងប្អូនហើយម្ទេសយើងចង់បង់ឥឡូវហ្នឹងក៏បានយើងចាំហូបនៅខាងក្រៅជាមួយទឹកសម្លយើងក៏បានតែខ្ញុំបង់ឲ្យតែម្ដងហើយយើងកូរវាមកសន្ទុះហ្នឹងទៅគ្របចោលបាទគេថាវាចាប់ផ្ដើមចូលគ្រឿងជាមួយនឹងជីវ៉ាន់ស៊ុយក៏ដូចជាពងទាបងប្អូនឡើងឈ្ងុយតែម្ដងខ្ញុំចាប់ផ្ដើមបុកភ្លើងតិចទៅហើយគ្របចោលយើងគ្របចោលប្រហែលជា3នាទីណាឬមួយក៏2នាទីណាបងប្អូនលើកមកហ្មងទៅមកវាស្លោកស្លឹកជីវ៉ាន់ស៊ុយយើងនេះគឺឆ្អិនហើយបងប្អូនមុខម្ហូបយើងងាយបងប្អូនអាចចម្អិនហូបនៅផ្ទះបានងាយស្រួលខ្លាំងមែនតើអរគុណច្រើនកុំភ្លេចជួយ follow page ក៏ដូចជា subscribe channel YouTube ខ្ញុំផង